បាទជំរាបសួរបងប្អូនទាំងអស់គ្នាចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងចែករំលែកអំពីរបៀបនៃការដាក់លេខទំព័រហើយនិង footer នៅក្នុង PowerPoint បាទអញ្ចឹងដើម្បីដាក់លេខទំព័រហើយនិង header នៅក្នុង PowerPoint បាទគឺជំហានទី1គឺយើងចូលទៅកាន់ PowerPoint សិនមកបាទបន្តមកទៀតគឺយើងចូលទៅកាន់ពាក្យបាទ insert បាទចឹងដល់ពេលដែលយើងចូល insert យើងចាប់ផ្ដើម scroll មកនៅកន្លែងនេះយើងឃើញពាក្យ header and footer បាទអញ្ចឹងយើងចុចនៅកន្លែងហ្នឹងមកនៅពេលនោះវានឹង load ផ្ទាំងមួយឲ្យយើងណាបាទអញ្ចឹងដល់ពេលដែលវា load ផ្ទាំងមួយបែបនេះទាំងអស់គ្នាមើលនៅខាងលើនេះអញ្ចឹងកន្លែងនេះបើសិនជាយើង tick កន្លែងនេះនៅក្នុង slide យើងវានឹងបង្ហាញថ្ងៃខែបាទអញ្ចឹងថ្ងៃខែហ្នឹងគឺវានឹងចេញ automatic ដូចថ្ងៃខែនៅក្នុង computer របស់យើងតែម្ដងអញ្ចឹងយើងមិនចាំបាច់ហត់វាយឬក៏ដាក់ថ្ងៃទីប៉ុណ្ណាអញ្ចឹងឧទាហរណ៍ថា slide ហ្នឹងយើងបើកបរិញ្ញានៅថ្ងៃទីប្រមាណជុំវានឹង load ចេញថ្ងៃប៉ុណ្ណឹងឲ្យយើងតែម្ដងអាហ្នឹងណាបាទហើយនៅក្នុងនេះយើងចង់រើសបាទរើសថ្ងៃឬអីតាមហ្នឹងយើងអាចយកទៅតាមនឹងបានវាមានទម្រង់ផ្សេងណាបាទឥឡូវខ្ញុំរើសយកនេះចុះបាទបន្តមកទៀតភាសាកន្លែងនេះយើងយកភាសាអង់គ្លេសណាបាទបន្តមកទៀតនៅត្រង់ចំណុចនេះបើសិនជាយើងចង់យកលេខយើងចុចពីយើង tick កន្លែង slide number មកនៅពេលនោះវានឹង load បាទ load ទំព័រឲ្យយើងតែម្ដងបាទអញ្ចឹងនៅកន្លែងនេះគឺយើង apply បាទនៅក្នុងករណីនេះមាន apply to all អញ្ចឹង apply to all ហ្នឹងមានន័យថាបើសិនជាយើងមាន slide 4 5 6 7 slide ហើយដែលយើងធ្វើតែយើងអត់ទាន់បានដាក់លេខទំព័រចឹងយើងយក apply all ទៅតែបើសិនជាយើងទៅបង្កើតមួយទំព័រហ្នឹងយើងយក apply ក៏បានដែរអញ្ចឹងដល់ពេលនោះវានឹង load ចេញមកបែបនេះបាទនឹង load ចេញថ្ងៃខែ load ចេញទំព័រឲ្យយើងប៉ុន្តែបើសិនយើងចង់ដាក់ footer ទៀតឧទាហរណ៍ថាដាក់បង្រៀនដោយឧទាហរណ៍ណាបាទអញ្ចឹងនៅកន្លែង footer នេះយើង tick ទៀតមកហើយកន្លែងនេះយើងអាចដាក់មកចង់ដាក់អីគេអញ្ចឹងខ្ញុំដាក់បង្រៀនដោយអញ្ចឹងទៅបាទអញ្ចឹងដល់ពេលនោះវានឹង load ចេញមកកន្លែងហ្នឹងឲ្យយើងបន្តមកទៀតនៅកន្លែងនេះយើងចង់កែ font កែអីយើងអាចកែបានណាបាទកែ font យើងចុចទៅលើវាហើយយើងកែទៅតាមនោះទៅបើសិនយើងចង់ដាក់អីគេទូទៅផ្នែកខាងក្រោមនេះយើងដាក់ខ្មែរ OS Mol Online ណាបាទអញ្ចឹងយើងចង់ដាក់ size វាប្រហែល14 16បាទអញ្ចឹងតាមចិត្តយើងដាក់12ចុះបាទដាក់12ហើយនេះតកតងទៅនឹងពណ៌អញ្ចឹងយើងរើសទៅហើយបើសិនយើងចង់ចាក់ពណ៌ឆ្អីក៏ចាក់ទៅតាមនឹងចុះបាទហើយកន្លែងបង្រៀនដោយនេះយើងរើសដូចគ្នាណាអញ្ចឹងយើងយកទៅយើងកំណត់ size ប្រហែលយើងដាក់14ក៏បានបាទអញ្ចឹងពណ៌ហ្នឹងយើងចង់ដាក់ពណ៌អីពណ៌ក្រហមពណ៌អីក៏បានដែរតាមចិត្តរបស់យើងណាបាទដាក់ឆ្វេងដាក់ស្ដាំឬក៏ដាក់ middle ក៏បានបាទអូខេបន្តមកទៀតនៅកន្លែងទំព័រនេះយើងចង់ដាក់ឲ្យវាធំជាងនឹងក៏បានឬក៏ដាក់ពណ៌អីដែលយើងគិតថាវាស្អាតសម្រាប់យើងណាបាទអញ្ចឹងយើងចង់តឡើង font វាក៏បានដូរ font វាឲ្យធំជាងនឹងក៏បានបាទអញ្ចឹងយើងតឡើងវាបន្តិចក៏បានអញ្ចឹងនៅក្នុងករណីនេះគឺយើងបានហើយនេះបាទអញ្ចឹងយើងបាន slide មួយដែលមានគេមានថ្ងៃខែមាន footer ហើយនឹងមានបាទលេខទំព័រអញ្ចឹងដល់ពេលដែលបងប្អូនទាំងអស់គ្នាទៅ slide បន្ទាប់អញ្ចឹងបើសិនជាយើងចុច enter បាទអញ្ចឹងវានឹង load slide ថ្មីមកឲ្យយើងបាទយើងចុច enter ទៅបាទ enter ទៅវានឹង load slide ថ្មីមកឲ្យយើងហើយទំព័រហើយនឹងថ្ងៃខែវានឹង load automatic តែម្ដងប៉ុន្តែកន្លែងបង្រៀនដោយនេះអញ្ចឹងគឺយើង load តែទំព័រខាងលើទេប៉ុន្តែករណីបើសិនជាបងប្អូនទាំងអស់គ្នាបង្កើត slide ទូទៅយើងដាក់ format វាតែមួយឯ slide ទី2ទី3ទី4ហ្នឹងអញ្ចឹងយើងគ្រាន់តែ duplicate វាទៅយើង mouse ស្ដាំហើយយើងចុចពាក្យ duplicate slide អញ្ចឹងវានឹង load slide ទី2មកឲ្យយើងបាទហើយករណីយើងចង់បានច្រើនអញ្ចឹងយើង select ទាំងអស់ទៅបាទហើយយើងឥឡូវខ្ញុំលុបអាខាងក្រោមចូលទាំងអស់សិនបាទឥឡូវយើងលុបអាក្រោមណាបាទលុបអាក្រោមសិនអញ្ចឹងឧទាហរណ៍ថាយើង duplicate ដល់មួយ view អញ្ចឹងទាំងអស់គ្នាគ្រាន់តែចុច control បាទចុច control ជាប់ហើយយក mouse យើងចុចនៅលើ slide ហ្នឹងទៅ
តមកទៀតយើងមកស្ដាំបាទហើយយើង duplicate ទៅអញ្ចឹងពេលនោះវានឹង load បានម្ដង2បាទហើយទំព័រនោះវា load auto ឲ្យយើងឯងអញ្ចឹងបើសិនជាយើងចុច mouse ស្ដាំសំទោសយើងចុច control ឲ្យជាប់ហើយយើងចុច mouse បាទអញ្ចឹងយើងចុចmouse បែបនេះណាមានន័យថាយើងចុច control ឲ្យជាប់មកយើង select បាទ slide ទី1ទី2ទី3ទី4អញ្ចឹងទៅហើយយើង right click មកបាទដល់ពេលដែលយើង right click ទៅវានឹង load ពាក្យមួយបាទ duplicate ណាបាទ duplicate slide អញ្ចឹងចុចទៅវានឹង load slide មកឲ្យយើងបាទអញ្ចឹងនេះគឺងាយស្រួលអញ្ចឹងវារត់ទៅតាមនឹងទៅណាអញ្ចឹង format របស់វាគឺតែមួយឯនេះណាបាទ format វាគឺតែមួយ slide ទី1ទី2ទី3ទី4អញ្ចឹងលេខទំព័រអីវារត់ទៅស្អាតតែបើសិនជាយើងមកសរសេរបាទមានន័យថាយើងទៅសេដាក់បង្រៀនដោយ slide ទី1បង្រៀនដោយ slide ទី2បង្រៀនដោយអានឹងចេញមកអត់ស្អាតទេអញ្ចឹងតែបើយើងដាក់តម្រងបែបនេះគឺចេញមកស្អាតយើងមើលទៅគឺទាក់ទាញបាទអញ្ចឹងនៅក្នុងវីដេអូនេះលោកគ្រូមានតែប៉ុណ្្នឹងទេសម្រាប់ចែករំលែកដល់បងប្អូនទាំងអស់គ្នាបាទសូមអរគុណបើសិនជាបងប្អូនទាំងអស់គ្នាគិតថាមានប្រយោជន៍អាចចែករំលែកបន្តគ្នាទៀតបានបាទសូមអរគុណ